សួស្តីប្រិយមិត្តទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូថ្មីនៅក្នុងថ្ងៃនេះដែរខ្ញុំនឹងនិយាយបកស្រាយទៅកាន់រឿងមួយដែលមានចំណងជើងថា Champion វាគឺជាសាច់រឿងមួយនិយាយអំពីបរិមម្នាក់ដែលបានខ្ចាត់ព្រាត់ពីគ្រួសារទៅធ្វើជាសន្តិសុខនៅកន្លែងនេះកន្លែងនោះប៉ុន្តែនៅក្នុងថ្ងៃមួយគាត់ក៏ត្រូវបានមិត្តភ័ក្តិបបួលគាត់ទៅប្រកួតកាច់ដៃហើយគាត់ក៏ខ្លាចទៅជាជើងឯកកាច់ដៃប្រចាំប្រទេសកូរ៉េផងដែរដែលថ្ងៃដំណើរសាច់រឿងគឺពិតជាល្អមើលនឹងមានន័យខ្លាំងមែនតើដែលមានជាថាបងប្អូនទាំងគ្នាប្រកាសជាចូលចរិយចឹងហើយកុំឲ្យខាត់ពេលវិញឆ្ងាយទៀតយើងចូលទៅកាន់សាច់រឿងបែបសង្ខេបទាំងអស់គ្នា I chase my dreams. Idle, I confident. សាច់រឿងត្រូវបានចាប់ផ្ដើមឡើងជាមួយនឹងទស្សនវិជ្ជានៅក្នុងក្លឹបមួយនៃប្រទេសអាមេរិកដែលមានបរិសុទ្ធសង្ហាម្នាក់មានឈ្មោះថា Mark បានធ្វើជាសន្តិសុខការពារនៅក្នុងក្លឹបមួយហ្នឹងបន្តិចក្រោយមកក៏មានមិត្តភក្តិរបស់គាត់ម្នាក់ទៀតដែលមានឈ្មោះថា Kim ក៏បានមកជួបជាមួយនឹងគាត់ហើយក៏បានបបួលគាត់ទៅលេងកាច់ដៃដោយសារតែមានការប្រកួតកាច់ដៃចាក់លុយគ្នាហើយដោយសារតែគេធ្លាប់ដឹងថា Mark ធ្លាប់ទទួលបានពានរង្វាន់កាច់ដៃជាច្រើនចឹងហើយបើសិនជាព្រមទៅកាច់ដៃគេប្រកាសតែឈ្នះបានលុយចាយហើយតែ Mark មិនប្រមូលទេយ៉ាងណាក៏ដោយគេមិនបោះបង់នោះទេក៏នៅតែបញ្ចុះបញ្ចូលគេច្រើនដងក៏ធ្វើឲ្យ Mark មានអារម្មណ៍ថាតប៉ែចឹងហើយក៏យល់ព្រមទៅកាច់ដៃឲ្យគេមួយទៅថ្ងៃបន្ទាប់ពីហ្នឹងពួកគេក៏បានចូលទៅក្នុងកន្លែងកាច់ដៃដែលកំពុងតែមានការកាច់ដៃចាក់លុយភ្នាល់គ្នាយ៉ាងច្រើនហើយប្រុសម្នាក់ដែលជាកបូនអ្នកកាច់ដៃកន្លែងនោះគឺបានឈ្នះពេញមួយយប់អីលុយគាត់យកទៅណាមិនអស់នោះទេដោយសារតែកាច់ឈ្នះគ្មាននរណាម្នាក់អាចតតាំងជាមួយនឹងគាត់បាននោះទេចឹងហើយនៅពេលដែល Mark ដើរចូលមកគ្មានណាចាប់អារម្មណ៍ជាមួយនឹង Mark នោះទេគេគាត់ថា Mark ជាសន្តិសុខធម្មតាមានកឡូអីជាមួយនឹងប៉ែម្នាក់ហ្នឹងចឹងហើយក៏បានធ្វើឲ្យ Kim មានឱកាសចាក់លុយតែម្នាក់ឯងទៅខាង Mark ហើយអ្នកដទៃទៀតក៏បានចាក់ទៅខាងប៉ែហ្នឹងតែពេលហ្នឹងការប្រកួតក៏ត្រូវបានចាប់ផ្ដើមមានណាប៉ែហ្នឹងល្បីខ្លាំងនៅពេលដែលព្យាយាមកាច់ដៃរបស់ Mark ក៏ក្នុងបែកមាសគ្មានឃើញកម្រើកដៃរបស់ Mark សម្បីតែបន្តិចទៅវិញ Mark ក៏បានបញ្ចេញស្នាដៃកាច់តែបន្តិចក៏បានយកឈ្នះគេបានសម្រេចគ្រប់គ្នាសងតែមិនជឿនោះទេចំយ៉ាក់សន្តិសុខអីក៏ខ្លាំងម្ល៉េះចឹងហើយបន្ទាប់ពីឈ្នះហើយ Kim ក៏ទទួលបានលុយពេញមួយកាបូបតែម្ដងតែបន្ទាប់ពីបានលុយហើយអាប៉ែមួយនឹងមិនព្រមទេក៏ចង់បោកាច់ដៃម្ដងទៀតតែដោយសារតែ Kim មិនព្រមចឹងហើយក៏បានទៅវាយ Kim ក៏ជាដែរ Mark ក៏បានទៅជួយ Kim ទៅវាយអាប៉ែហ្នឹងហើយសូម្បីតែម្ចាស់ហាងម្ចាស់អីមកគាត់គេក៏ត្រូវបានគេវាយដែរដែលបន្ទាប់ពីបញ្ហាហ្នឹងទៅនៅទីបំផុតម្ចាស់ហាងក៏បានដេញ Mark ឲ្យចេញពីហាងលែងបានធ្វើការងារបាត់ទៅបន្ទាប់ពីហ្នឹងទៅបានប្រហែលអាទិត្យ Mark ក៏បានទៅធ្វើការងារជាសន្តិសុខនៅក្នុងហាងលក់អាហារមួយទៀតធ្វើការបដាស្ងាស់បដាចឹងទៅតែយ៉ាងណាក៏ដោយគាត់ក៏សប្បាយរីករាយជាមួយនឹងជីវិតថ្មីរបស់គាត់ដែរមិនបាច់ធ្វើការកន្លែងភ្លើងពណ៌ញ៉ៃភ្លេងថ្លង់អីនោះទេធ្វើការនៅកន្លែងលក់អីវ៉ាន់ជួយភ្ញៀវដឹកនេះនោះទៅគេក៏រស់នៅបានសប្បាយហើយយ៉ាងណាក៏ដោយនៅពេលយប់ខ្លះគេក៏បានអង្គុយនឹកអតីតកាលនឹកគ្រួសាររបស់គេផងដែរតែមិនដឹងគ្រួសាររបស់គេខ្ចាត់ប្រត់ទៅណាអត់ទេបន្ទាប់ពីហ្នឹងទៅបានប្រហែលថ្ងៃនៅក្នុងល្ងាចមួយស្រាប់តែមិត្តភក្តិរបស់គេ Kim ក៏បានតែមកកាន់គេម្ដងទៀត Kim ក៏បានបបួលគេទៅលេងប្រទេសកូរ៉េទៅដោយសារតែនៅប្រទេសកូរ៉េឥឡូវហ្នឹងកំពុងតែមានការប្រកួតកាច់ដៃគេប្រកួតនៅក្នុងទីក្រុងសេអ៊ូលដោយផ្ទាល់តែម្ដងហើយអ្នកដែលឈ្នះហ្នឹងគឺនឹងទទួលបានមេដាយមាសរំដាប់ឋានៈអន្តរជាតិតែម្ដង Mark លើហើយក៏ចាប់អារម្មណ៍ខ្លាំងមែនតើប៉ុន្តែរៀងស្ទាក់ស្ទើរបន្តិចហើយគាត់ក៏បានទៅមើលមេដាយរបស់គាត់ដែលគាត់ធ្លាប់ទទួលបានច្រើនមកហើយស្ទាក់ស្ទើរចន្លោះក៏សម្រេចចិត្តថានឹងទៅតែម្ដងទៅក៏បានទាញយកមេដាយមួយយកទៅដាក់ក្នុងកតាប្រៀបចំឲ្យវ៉ាន់ទៅប្រទេសកូរ៉េតែម្ដងនឹងថ្ងៃបន្ទាប់ពីហ្នឹងគាត់ក៏បានទៅដល់ទីក្រុងសេអ៊ូលក៏ត្រូវបាន Kim ជិះឡានម៉ូតូគាត់យ៉ាងកក់ក្ដៅតែពេលហ្នឹង Kim ក៏បានដឹកគាត់ទៅញ៉ាំអាហារនៅក្នុងភោជនីយដ្ឋានមួយហើយក៏ចាប់ផ្ដើមនិយាយអំពីរឿងរកស៊ីថាគេចង់ធ្វើជាអ្នកមើលការខុសត្រូវឲ្យ Mark នៅក្នុងការរកស៊ីផ្សេងដឹងជារកស៊ីស្អីគេនោះទេប៉ុន្តែនៅពេលទៅយប់ឡើងគេមានតែគិតអំពីរកស៊ីនោះទេបន្ទុយទៅវិញគេបែរជាគិតអំពីការចាក់ភ្នាល់រកលុយទៅវិញដោយសារតែ Mark ប្រកែកកាត់ដៃយក Mark ទៅកាច់ដៃចាក់លុយបើគាត់จะឈ្នះងាយហើយបានលុយស្រួលណាស់មិនចង់ហើយបន្ទាប់ពីហ្នឹងគេក៏ចាប់ផ្ដើមធ្វើតេស្តសមត្ថភាពរបស់ Mark ឲ្យ Mark សមកាច់ដៃសាជាថ្មីកាច់ដៃជាមួយនឹងឡានកាច់ដៃជាមួយនឹងស្អីស្អុកអញ្ចឹងទៅហើយជានៅទៀតគេក៏បានបើកឡានដឹក Mark ឲ្យមើលជុំវិញទីក្រុងសេអ៊ូលដើម្បីស្គាល់តំបន់ហ្នឹងណាតែនៅក្នុងពេលមួយនៅពេលដែលចូលទៅលេងនៅក្លុកលេងនោះក៏មាននារីជាច្រើនអ្នកច្រឡំគេស្មានតែគេនឹងគឺជាតួទទួលភ្ញៀវទេសចរក៏បានទៅថតរូបជាមួយនឹងគេនឹងព្រាតគេធ្វើមុខនឹងមើនឹងមុំតែម្ដងបន្ទាប់ពីរស់នៅក្នុងប្រទេសកូរ៉េបានប្រហែលអាទិត្យទៅ Mark ក៏ចាប់ផ្ដើមនិយាយភាសាកូរ៉េបានច្បាស់លឿនជាងមុនចឹងហើយក៏បាននិយាយតប៉ែពីនេះពីនោះណាហើយនៅក្នុងយប់មួយក៏ Kim បាននាំគេចូលទៅលេងក្នុងក្លឹបមួយហើយចង់បបួលគេឲ្យទៅញ៉ែស្រីញ៉ែអីនៅក្នុងនោះដែរប៉ុន្តែគេអង្គនោះទេទៅវិញគេបែរជាឈរនៅកលៀនអញ្ចឹងធ្វើដូចជាសន្និសីទកាលពីមុនអញ្ចឹងតែពេលលេងជុំគ្នាពេញមួយយប់ហើយពួកគេក៏បានបើកឡានដឹកគ្នាត្រឡប់ទៅផ្ទះវិញហើយនៅតាមផ្លូវហ្នឹង Kim
กับบ้านสูมากថាតើគេចង់ជួបជាមួយម្ដាយបង្កើតរបស់គេអត់ដែលពេលហ្នឹងហើយយើងក៏បានដឹងការពិតថានៅពេលដែលម៉ាក់នៅតូចគេត្រូវបានម្ដាយប្រគល់ឲ្យអ្នកផ្សេងចិញ្ចឹមដោយសារតែគាត់គ្មានលទ្ធភាពចិញ្ចឹមម៉ាក់ណាចឹងហើយបានជាគីមសួរគេថាចង់ទៅជួបម្ដាយរបស់គេវិញអត់ប៉ុន្តែម៉ាក់ក៏បានឆ្លើយថាគ្មានតាក់ទងជាមួយណាណីទេនោះទេគេឥឡូវតែម្នាក់ឯងសុំបំភ្លែតដតការចោលហើយតទៅពីហ្នឹងគីមក៏បានដឹកគេទៅកាន់សន្តាគារឲ្យគេសម្រាកទៅដែលវាមិនមែនជាសន្តាគារធម្មតានោះទេគឺជាសន្តាគារស្នេហាទៀតតែគេអត់មានស្នេហានោះទេក៏បានចូលទៅដេកនៅក្នុងកន្លែងហ្នឹងបានប្រទះជាមួយនឹងក្រែញាត់រឹតនៅកន្លែងហ្នឹងទៅពីហ្នឹងគាត់ក៏បានចាប់អារម្មណ៍ទៅកាន់ប្រអប់កាដូដែលគីមបានទុកឲ្យគាត់ក៏បានបើកប្រអប់នឹងមើលទៅក៏បានឃើញទូរស័ព្ទមួយក៏បានចុចទូរស័ព្ទនឹងមើលប៉ុចថាបានឃើញផែនទី GPS មួយប្រាប់ពីទីតាំងម្ដាយបង្កើតរបស់គាត់បើសិនជាគាត់ចង់ទៅលេងអាចទៅបានតែពីហ្នឹងស្អែកឡើងក៏បានមកដល់គីមក៏បានធ្វើដំណើរទៅជួបជាមួយនឹងបរិសមីលីនម្នាក់តែមិនមែនមានលុយវ៉ាលេនដោយធម្មតានោះទេគាត់គឺជាអ្នកចងការចឹងហើយគីមក៏បានទៅជួបជាមួយនឹងគាត់ដែលគាត់មានឈ្មោះថាយូសូមឲ្យគាត់ sponsor មកកាន់គេជាមួយនឹងម៉ាក់ដើម្បីទៅកាច់ដៃប៉ុន្តែយូមិនព្រមនោះទេបន្ទាប់ទៅវិញយូបែរជាបញ្ជាកូនចៅឲ្យចាប់ចងគេចូលឡើងទៅលើដោយសារតែគេនិយាយជាមួយនឹងគាត់ទាំងគ្មានការអនុញ្ញាតប៉ុន្តែបន្ទាប់ពីគីមព្យាយាមបញ្យល់គាត់បង្ហាញគាត់អំពីវីដេអូដែលម៉ាក់ធ្លាប់កាច់ដៃនឹងគាត់ក៏បានចាប់អារម្មណ៍ដោយថាចំយៈអានេះកាច់ដៃខ្លាំងចឹងហើយឲ្យមករកស៊ីមួយគាត់តែម្ដងទៅប៉ុន្តែត្រូវមានលក្ខខណ្ឌមួយថាធ្វើតាមគាត់បញ្ជាគាត់ឲ្យឈ្នះគាត់ឲ្យចាញ់ឆាញ់គីមក៏បានទទួលយកកិច្ចសន្យាមួយនឹងហើយក៏បានត្រឡប់ទៅរបស់គេវិញទៅហើយបន្ទាប់ពីនឹងទៅបានមុនតិចយើងក៏បានឃើញម៉ាក់ធ្វើដំណើរទៅកាន់អាស័យដ្ឋានម្ដាយបង្កើតរបស់គេទៅដល់ក៏បានឈរពីមុខទ្វារមួយនឹងហើយក៏ចង់គួរទ្វារចូលទៅហើយស្រាប់តែមានក្មេងប្រុសស្រីពីរនាក់បានមកជួបជាមួយនឹងគេក្មេងទាំងពីរគ្រាន់តែឃើញរាងកាយរបស់ម៉ាក់ធំដូចយ៉ាហើយក៏បានភ័យនាំគ្នាបិទមាត់រត់ចូលក្នុងផ្ទះជួបជាមួយម្ដាយរបស់គេហើយម៉ាក់ដោយសារតែមិនចង់ឲ្យពួកគេភ័យក៏សម្រេចចិត្តដើរត្រឡប់ផ្ទះរបស់គេវិញម្ដាយរបស់ក្មេងទាំងពីរនៅក្នុងផ្ទះនឹងមានឈ្មោះថាស៊ូមីហើយក្មេងស្រីនឹងក៏បានប្រកាន់ស៊ូមីថាមានលពូមានជាម្នាក់នៅឈរពីមុខផ្ទះរបស់គេគួរឲ្យខ្លាចខ្លាំងណាស់ដែលបន្ទាប់ពីនឹងទៅម្ដាយជាមួយនឹងកូនៗទាំងពីរនាក់ក៏បានសម្លឹងចុះទៅខាងក្រោមក៏បានឃើញម៉ាក់ដើរត្រឡប់ទៅផ្ទះវិញដែលគាត់នៅឃើញម៉ាក់ហើយស៊ូមីក៏ដូចជាមានអារម្មណ៍ថាធ្លាប់ស្គាល់មិននោះទេតទៅពីនឹងស៊ូមីក៏បានទៅធ្វើការងារនៅក្នុងហាងលក់ខោអាវរបស់គេដែលការងាររបស់គេក៏មិនសូវជាល្អប្រមាណនោះដែរដោយសារតែរោគវិជ្ជាតខាតចឹងហើយក៏បានធ្វើឲ្យគេជាប់បំណុលរបស់លោកយូយ៉ាងច្រើនលោកយូតែងតែប្រើកូនចៅមកទារលុយគេជាប្រចាំហើយនៅក្នុងហាងតូចៗនៅជុំវិញផ្សារមួយហ្នឹងតែងតែចម្ពាក់លុយរបស់គាត់សឹងតែទាំងអស់ស៊ូមីក៏ជាម្នាក់ដែរទីទៀតប្រហែលត្រូវបានគាត់រឹបអស់ហាងហើយតទៅពីនឹងទៅយប់ឡើងក៏បានមកដល់គីមក៏បានយកម៉ាក់ទៅជួបគ្នាជាមួយលោកយូនៅក្នុងក្លឹបមួយដើម្បីពួកគេស្គាល់គ្នាក៏បានចាប់ដៃគ្នាស្វាគមន៍ទៅហើយនៅក្នុងនឹងដែរពួកគេក៏បានទៅជួបជាមួយនឹងបរិសម្នាក់ទៀតដែលមានឈ្មោះថា Cheng ដែលគេគឺជាកំពូលអ្នកមានម្នាក់ប៉ុន្តែប្រើលុយខុសរហូតតែងតែយកទៅចាក់លេងបំណុលចាក់បៀចាក់លបាយអីចឹងណាចឹងហើយគេក៏ចង់ដឹងអំពីស្នាដៃរបស់ម៉ាក់ក៏បានឲ្យម៉ាក់កាច់ដៃឲ្យពួកគេមើលម៉ាក់ក៏បានបង្ហាញស្នាដៃឲ្យពួកគេឃើញដែលបានកាច់ដៃដល់ពូបាតងោម្នាក់ដែលជាអតីតហ៊ានណាទៅលំបីថាខ្លាំងប៉ុន្តែដល់ពេលប៉ះជាមួយម៉ាក់ក៏ថាខ្សោយម៉ាក់ឲ្យខ្សោយហើយហ្នឹងហើយបន្ទាប់ពីឃើញស្នាដៃរបស់ម៉ាក់ខ្លាំងហើយអ្នកទាំងពីរក៏សប្បាយចិត្តចឹងហើយក៏បានឲ្យពួកគេទៅដេកក្នុងស្តាគារផ្កាយ5ដែលមានគ្រឿងសង្ហារឹមទំនើបពួកគេក៏បានអង្គុយសោយសុកយ៉ាងសោមនោះតែបន្ទាប់ពីហ្នឹងទៅយូក៏បានផ្ញើសារមកកាន់គីមថានៅក្នុងថ្ងៃស្អែកឲ្យម៉ាកាច់ដៃកាច់ដំបងកាច់ជាឈ្នះប៉ុន្តែលើកទី2ឲ្យធ្វើជាចាញ់តែយ៉ាងណាក៏ដោយគីមក៏បារម្ភខ្លាំងដែរប្រហែលជាម៉ាក់មិនព្រមធ្វើយ៉ាងនោះទេដោយសារតែគេគឺជាមនុស្សដែលចូលចិត្តប្រើសមត្ថភាពមែនទែនតែពេលហ្នឹងទៅពួកគេក៏បានទៅញ៉ាំហានៅក្នុងភោជនីយដ្ឋានមួយដែលពេលហ្នឹងហើយគីមក៏បានប្រាប់ទៅកាន់ម៉ាក់អំពីគម្រោងថ្ងៃស្អែកឲ្យគេកាច់ដៃដំបងឈ្នះទី2ចាញ់ណាគេពិតជាភ្ញាក់ផ្អើលខ្លាំងមែនទែននៅពេលដែលឮម៉ាក់ព្រមធ្វើរឿងហ្នឹងឲ្យគេតែថាបើធ្វើអញ្ចឹងបន្តទៀតពួកគេមិនដឹងជាយកលុយទៅណាទៅណីអស់នោះទេតទៅពីហ្នឹងស្អែកឡើងក៏បានមកដល់ស៊ូមីក៏បានរៀបចំកូនៗរបស់គេទាំងពីរនាក់ដើម្បីទៅរៀនកូនប្រុសច្បងហ្នឹងមានឈ្មោះថាយុងគេបារម្ភអំពីម្ដាយរបស់គេខ្លាំងមែនតែនខ្លាចលោពូមានធំនឹងមកធ្វើបាបម្ដាយណាប៉ុន្តែម្ដាយក៏បានធានាថាមិនធ្វើនោះទេម្នាក់ហ្នឹងគឺគាត់លប់ស្គាល់អញ្ចឹងហើយក៏បានឲ្យកូនដើរចូលទៅខាងក្រោមទៅបន្ទាប់ពីកូនចេញទៅបាត់ក៏ស៊ូមីបានយកប្រអប់រូបថតមួយមកបើកមើលរើចុះរឡើងទៅក៏បានឃើញរូបថតម៉ាកាពីនៅក្មេងជាមួយនឹងម្ដាយរបស់គេកាលនៅខាងក្រៅនេះវិញក្មេងទាំងពីរនាក់ក៏បានប្រទះជាមួយនឹងម៉ាកហើយពេលហ្នឹងដែរបងស្រីតូចមានឈ្មោះថាជូនហ៊ីក៏សប្បាយចិត្តនៅពេលដែលឃើញមុខលោកពូប៉ុន្តែសម្រាប់បងប្រុសនេះវិញមិនសប្បាយចិត្តនោះទេក៏បានគំរាមលោកពូថាបើសិនជាហ៊ានមកធ្វើអីម្ដាយរបស់គេនឹងប្តឹងប៉ូលីសហើយលោកពូក៏មិនចង់ធ្វើឲ្យក្មេងនឹងពិបាកចិត្តក៏សម្រេចចិត្តត្រឡប់ផ្ទះរបស់គាត់វិញទៅហើយបន្ទាប់ពីហ្នឹងយប់ឡើងក៏បានមកដល់យើងក៏បានឃើញទស្សនវិជ្ជានៅក្នុងក្លឹបកាច់ដៃដែលមានកំពូលអ្នកកាច់ដៃ champion ម្នាក់មានឈ្មោះថាកំបូក៏បានចូលក្នុងក្លឹបនឹងដែរហើយមូលហេតុដែលគេចូលមកកន្លែងហ្នឹងគឺដោយសារតែលោកជូបានអញ្ជើញគេមកឲ្យមកវិភាគស្នាដៃរបស់ម៉ាកថាតើសមឲ្យគាត់ទុកចិត្តចាក់លុយទៅលើគេអត់ពួកអីគាត់គឺជាអ្នករកស៊ីម្នាក់មិនចង់ឲ្យខានោះទេមុននឹងចាក់លុយទៅលើម៉ាកទាន់តែមានអ្នកជំនាញម្នាក់មកវិភាគសិនបើសិនជាច្បាស់ថាឈ្នះទើបគាត់ចាក់លុយដើម្បីយកការចំណេញចេះបន្ទាប់ពីហ្នឹងម៉ាកក៏ចាប់ផ្ដើមកាច់ដៃឲ្យគេវិភាគទៅរស់ដ៏មានធំម្នាក់បានដើរ
ហើយចូលមកកាច់ដៃគ្នាជាមួយនឹងម៉ាកឃើញហើយគួរឲ្យខ្លាចតែម្ដងមានធំជាងម៉ាកទៅទៀតប៉ុន្តែមានណានៅពេលដែលកាច់ដៃគ្មានទាន់បានប្រមាណទឹកផងក៏ត្រូវបានម៉ាក់កាច់លឺសូរតែភុះចាញ់នៅក្នុងការប្រកួតបាត់ទៅស្នាដៃរបស់ម៉ាកក៏បានធ្វើឲ្យ combo នឹងចុងភ័យដែរចំយ៉ាបែបនេះកាច់ដៃខ្លាំងជាងឯងទៀតចឹងហើយបានប្រាប់ឲ្យយូទុកចិត្តទៅលើម៉ាកទៅនៅក្នុងពេលកាច់ដៃនឹងដែរស៊ូមីក៏បានចូលទៅមើលដែរហើយនៅពេលដែលមើលចលងទៅលោកយូក៏បានឃើញគេក៏បានទៅប៉ះមុខរបស់គេដោយគាត់អាងថាស៊ូមីជាក់លុយគាត់ចង់ធ្វើអីក៏បានដែរណាប៉ុន្តែពេលហ្នឹងម៉ាកក៏បានមើលឃើញម៉ាកមិនពេញចិត្តនោះទេចឹងហើយនៅពេលដែលកាច់ដៃទី2បានមកដល់ដែលគាត់ត្រូវធ្វើចាញ់ហ្នឹងតែគាត់មិនព្រមនោះទេដោយសារចង់បដៅប៉ែយូម្ដងចឹងហើយក៏បានកាច់យកឈ្នះប៉ែនឹងមួយទៀតធ្វើឲ្យយូខឹងខ្លាំងមែនតើយូក៏បានទៅកតែជាមួយនឹងគេប៉ុន្តែគាត់ត្រូវបានគេខឹងចង់វាយប៉ែនឹងថ្ងៃពេលហ្នឹងដែរក៏បានធ្វើឲ្យគីមភ័យក៏បាននិយាយសម្រួលទាំងសងខាងរួចហើយក៏បាននាំម៉ាកចេញពីកន្លែងហ្នឹងទៅនៅពេលចេញទៅខាងក្រៅហ្នឹងគេក៏បានសួរនាំម៉ាកហើយអ្វីបានជាមិនធ្វើតាមគម្រោងម៉ាកក៏បានប្រាប់ការពិតថាពាក់ព័ន្ធគ្នាជាមួយនឹងស៊ូមីដោយសារតែប៉ែហ្នឹងបានប៉ះពាល់ស៊ូមីគ្រាន់តែដឹងពីរឿងនឹងពាក់ព័ន្ធមួយស៊ូមីហើយគេក៏បាននាំម៉ាកទៅជួបជាមួយនឹងស៊ូមីនៅក្នុងហាងរបស់គេតែម្ដងនៅពេលដែលជួបគ្នាហ្នឹងក៏បានសួរទៅកាន់ស៊ូមីថាតើមានពាក់ព័ន្ធសម្ព័ន្ធភាពអ្វីជាមួយនឹងម៉ាកដែរបានជាគ្រាន់តែទិញទួយសោះធ្វើឲ្យម៉ាកបែកអារម្មណ៍តែនិយាយគ្នាចឡើងទៅយូក៏បានមកដល់កន្លែងហ្នឹងដែរក៏បានមករករឿងពួកគេទាំងអស់គ្នាក៏យ៉ាងដែរម៉ាកក៏បានទៅវាយគ្នាជាមួយនឹងកូនចៅរបស់លោកយូចំបាច់មាត់ផ្ទះមាត់ពងប៉ែនឹងដួលលងព្រុសស៊ូមីឃើញចឹងដោយសារខ្លាចមានបញ្ហាកាន់តែខ្លាំងក៏ព្យាយាមទៅខាត់ម៉ាកប៉ុន្តែក៏ត្រូវបានម៉ាកក៏រុញឲ្យដួលម្នាក់ទៅទៀតតែពេលហ្នឹងទៅប៉ូលីសក៏បានមកដល់ក៏បានចាប់ម៉ាកជាមួយនឹងគីមចូលទៅក្នុងប៉ុស្តិ៍ប៉ូលីសបាត់ទៅនៅពេលដែលចូលទៅដល់ហ្នឹងគេក៏អាចដោះលែងគីមបានដោយសារតែគេមានអត្តសញ្ញាណបានមានអត្តសញ្ញាណជាជនជាតិកូរ៉េប៉ុន្តែសម្រាប់គីមវិញអត់មានប៉ាសពតមានអីទេគេអត់ដោះលែងទេណាហើយគីមក៏អត់មានអីយកមកបង្ហាញគេនោះដែរដោយសារតែវាយគ្នាមិញហ្នឹងគឺជ្រុះបាត់ប៉ាសពតអស់ហើយក៏ត្រូវបានប៉ូលីសចូលក្នុងប៉ុស្តិ៍នឹងបន្តទៀតទៅហើយដោយសារតែដឹងថាម៉ាកគឺជាអ្នកកំពូលកាច់ដៃម្នាក់ប៉ូលីសក៏ចង់សាកល្បងមួយគាត់ដោយសារតែគេក៏សាច់ដុំធំដែរក៏បានកាច់ដៃជាមួយនឹងម៉ាកតែគ្មានគីឡូនោះទេម៉ាកតឲ្យកាច់ដៃពីរក៏មិនឈ្នះគេដែរតែបើទោះបីជាមានសម្ព័ន្ធភាពកាច់ដៃគ្នាខ្លាយជាមិត្តក៏ដោយក៏ប៉ុន្តែប៉ូលីសមិនព្រមដោះលែងម៉ាកដែរដោយសារតែគ្មានឯកសាររហូតដល់បន្តិចក្រោយមកស៊ូមីក៏បានយកប្រអប់មួយចូលមកក្នុងកន្លែងហ្នឹងថែមទាំងបានយករូបថតរួមជាមួយនឹងប៉ាសពតរបស់ម៉ាកយកមកឲ្យគេផងទើបគេយល់ព្រមដោះលែងម៉ាកចេញទៅខាងក្រៅតែពេលហ្នឹងហើយយើងក៏បានដឹងការពិតថាស៊ូមីជាមួយនឹងម៉ាកត្រូវជាបងប្អូនជាមួយគ្នាប៉ុន្តែស៊ូមីត្រូវជាបងប្អូនស្រីចុងខណៈដែលម្ដាយរបស់ម៉ាកក៏បានស្លាប់តាំងពីឆ្នាំមុនមកម្ល៉េះម៉ាកបន្ទាប់ពីដឹងអំពីរឿងដែលម្ដាយរបស់គេស្លាប់ហើយក៏មានអារម្មណ៍ថាជឿចាប់ខ្លាំងមែនទែនពេលហ្នឹងគេក៏ចង់ចាក់ចេញទៅផ្ទះរបស់គេវិញប៉ុន្តែក៏ត្រូវបានជូនហ៊ីខាត់គេថាឲ្យនៅក្នុងផ្ទះរបស់គេពីថ្ងៃទៅដោយសារតែជាពូអញ្ចឹងណាចឹងហើយដោយសារនៅក្មេងគេក៏យល់ព្រមតែនេះបន្ទាប់ពីចូលទៅនៅក្នុងផ្ទះហ្នឹងហើយជូនហ៊ីក៏មានឱកាសលេងជាមួយលោកពូរបស់គេមើលដៃមើលជើងរបស់គាត់ថាធំខ្លាំងយកតែមែនទែនចំណែកអេយ៉ាងនេះវិញដំបូងឡើយអត់ចូលចិត្តលោកពូនោះទេប៉ុន្តែបន្ទាប់ពីឃើញលោកពូតំណងខ្លាំងពេកក៏ចូលចិត្តនិយាយជាមួយនឹងគាត់ចង់រាប់អានគាត់ធ្វើជាពួកម៉ាក់តែម្ដងនៅក្នុងពេលមួយនៅពេលដែលស៊ូមីដើរពីផ្សារមកហ្នឹងក៏បានឃើញក្មេងៗប្រហែលអ្នកកំពុងតែអង្គុយជួបបរិយនៅលើចរារបស់គាត់ក៏បានប្រាប់ពួកគេចេញតែពួកគេមិនព្រមដែរចេញនោះទេធ្វើណាប៉ុន្តែមានណាគាត់នៅឃើញវត្តមានរបស់ម៉ាកភ្លាមពួកហ្នឹងក៏បានភ័យនាំគ្នារត់ផាកញ្ញាំអរលីងតទៅពេលហ្នឹងពួកគេក៏បានចូលទៅសម្រាកក្នុងផ្ទះទៅប៉ុន្តែបន្តិចក្រោយមកកូនចៅរបស់លោកយូក៏បានមកទារលុយពីស៊ូមីគំរាមស៊ូមីទៀតផងបើសិនជាមិនសងលុយតែចៃដន្យអីម៉ាកក៏នៅក្នុងនឹងដែរម៉ាកក៏បានរៀបចំវ៉ាន់ថានឹងចាក់ចេញពីកន្លែងហ្នឹងមិនចង់ឲ្យមានបញ្ហាមានបន្ទុកមកកាន់គ្រួសារនឹងនោះទេតែនៅពេលដែលចេញទៅខាងក្រៅឃើញពួកនឹងមកទារលុយគេក៏បានស្រែពួកហ្នឹងឲ្យត្រឡប់ផ្ទះវិញទៅដែលពេលហ្នឹងហើយគេក៏ដឹងការពិតថាគេមិនអាចចាក់ចេញពីគ្រួសារនឹងបាននោះទេព្រោះអីកំពុងតែមានបញ្ហាទារលុយត្រូវតែស្នាក់នៅកន្លែងហ្នឹងដើម្បីការពារពួកគេតែបន្ទាប់ពីសម្រេចចិត្តថានៅក្នុងគ្រួសារនឹងហើយពួកគេក៏បានចំណាយពេលយ៉ាងសប្បាយរីករាយជុំគ្នាជាមួយនឹងក្មេងៗនឹងតែម្ដងពេលខ្លះក៏បានញ៉ាំ burger ជុំគ្នាពេលខ្លះទៀតក៏បានទៅញ៉ាំអាហារ buffet នៅខាងក្រៅជុំជាមួយគ្នាតាណាតាណៃក៏ទៅជាមួយគ្នាដែរហើយបើនិយាយអំពីស៊ូមីវិញក៏រៀងធូរទ្រូងបន្តិចដែរដោយសារតែមានលោកពូម៉ាកបានជួយមើលថែកូនរបស់គាត់ពួកឯងរហូតមកដល់ពេលបច្ចុប្បន្នហ្នឹងគាត់វេទនាខ្លាំងមែនទែនត្រូវមើលថែកូនពីរនាក់ត្រូវរកស៊ីផងចង់ហើយនឹងវិលមកតែម្ដងណាពេលដែលបានលោកពូម៉ាកមកសួរថាគាត់មិនធូរទ្រូងទេអីនៅក្នុងផ្ទះរបស់គាត់និយាយពីអវាយអវ៉ាន់ទាំងជាស្អីសុខខ្លះនោះទេគ្មានបានរៀបចំនោះទេដោយសារតែរវល់ខ្លាំងពេកតែនៅក្នុងថ្ងៃមួយនៅពេលដែលគាត់ត្រឡប់ទៅធ្វើការមកវិញស្រាប់តែបានឃើញគ្រប់យ៉ាងបានមានសន្តាប់ធ្នាប់រៀបចំបានស្រស់ស្អាតអញ្ចឹងបានន័យថាម៉ាកបានរៀបចំឲ្យគាត់ណាធ្វើឲ្យគាត់សប្បាយចិត្តខ្លាំងមែនទែនហើយម៉ាកក៏តែងតែមើលថែកូនរបស់គាត់បានល្អទៀតផងអញ្ចឹងហើយគាត់ក៏មានឱកាសទៅរកស៊ីបានយ៉ាងធូរទ្រូងអញ្ចឹងទៅតែបន្ទាប់ពីនឹងទៅបានមួយរយៈគីមក៏មានបញ្ហារឿងលុយបដ ដោយសារតែចិត្តដាច់លុយហើយអញ្ចឹងហើយនៅពេលដែលជួបគ្នាជាមួយនឹងម៉ាកម្ដងទៀត
គេក៏សម្រេចចិត្តរកលុយនៅពេលដែលឃើញម៉ាកនៅថែក្មេងនៅក្នុងផ្ទះដ៏កំសត់មួយហ្នឹងគេក៏បានតែទូរស័ព្ទតាក់ទងទៅកាន់មិត្តភក្តិរបស់គេម្នាក់ដែលជាអ្នកធ្វើវីដេអូ documentary និយាយអំពីប្រវត្តិរបស់ជនល្បីអញ្ចឹងណាចឹងហើយក៏សម្រេចចិត្តយកមកទៅធ្វើ documentary មួយនិយាយអំពីកំពូលអ្នកកាច់ដៃម្នាក់ដែលកំពុងតែមានបញ្ហាប្រចាំជីវិតគេធ្វើបែបហ្នឹងគឺដើម្បីទទួលបានសេចក្តីស្រឡាញ់ការអាណិតពីសប្បុរសជនមួយចំនួនក៏ដូចជាទទួលបានលុយមួយចំនួនមកឲ្យម៉ាកផងដែរម៉ាកមិនចង់នោះទេប៉ុន្តែក៏យល់ព្រមធ្វើជាមួយនឹងគេទៅដើម្បីក្មេងៗទាំងអស់គ្នាហ្នឹងចឹងហើយបន្ទាប់ពីហ្នឹងសៃឡាំងក៏បានមកដល់ម៉ាកជាមួយនឹងស៊ូមីក៏បានបើកឡានដឹកក្មេងៗដើរលេងនៅពេលដែលពួកគេទៅដល់កន្លែងមាត់សមុទ្រមួយហ្នឹងស្រាប់តែបានឃើញកំបូអ្នកកាច់ដៃ champion នៅក្នុងប្រទេសកូរ៉េហ្នឹងកំពុងតែកាច់ដៃជាមួយនឹងក្មេងៗនៅក្នុងកម្មវិធី charity មួយកាច់ដៃគ្នាចលឡើងទៅម៉ាកក៏បានតែកាច់ដៃជាមួយនឹង combo ដែរហើយ combo បើទោះបីជាជើងឯកក៏ដោយប៉ុន្តែគ្មានកាឡូជាមួយនឹងម៉ាកនោះទេក៏ត្រូវបានម៉ាកកាច់ដៃជាឈ្នះធ្វើឲ្យគ្រប់គ្នាស្រែកហូតែបន្ទាប់ពីហ្នឹងទៅវីដេអូទាំងអស់ដែលតាក់ទងនឹងជីវិតរបស់ម៉ាកក៏ត្រូវបានគេយកទៅចុះផ្សាយនៅក្នុងកម្មវិធីទូរទស្សន៍មួយនិយាយអំពីជីវប្រវត្តិរបស់ជនល្បីៗដែលកំសត់ណាហើយកម្មវិធីហ្នឹងក៏ទទួលបានការគាំទ្រយ៉ាងច្រើនគេក៏បានល្បីបដោយល្បីហើយក៏ទទួលបានលុយយ៉ាងច្រើនផងដែរពួកគេក៏ចាប់ផ្ដើមមានលុយមកធ្វើគងជីវភាពគ្រួសារក្មេងៗទាំងពីរនាក់ក៏កាន់តែមើលទៅកាន់លោកពូរបស់គេជាវីរបុរសដ៏ល្អខ្លាំងមួយប៉ុន្តែនៅក្នុងថ្ងៃមួយនៅពេលដែលពួកគេទៅសាលារៀនហ្នឹងក៏បានឃើញនារីម្នាក់និយាយមិនល្អពីលោកពូម៉ាកគឺចឹងជុនហ៊ីក៏បានចេញមកតវ៉ាថាពូរបស់គេគឺល្អនឹងលយកម្លាំងខ្លាំងណាស់ហើយគាត់ក៏ជាកំពូលជើងឯកកាច់ដៃផងដែរចឹងហើយគេក៏បានធ្វើដៃជាមួយលោកពូរបស់គេឲ្យលោកពូសន្យាថានឹងក្លាយទៅជា champion ប្រចាំប្រទេសរបស់គេឲ្យបានលោកពូក៏សន្យាជាមួយនឹងគេបន្ទាប់ពីហ្នឹងទៅយប់ឡើងក៏បានមកដល់យើងក៏បានដឹងអំពីផ្នែកនៃជីវិតរបស់គីមនៅវិញគេមានឪពុកម្នាក់ជាមនុស្សចាស់ដែលព្យាយាមរកស៊ីគ្រប់យ៉ាងប៉ុន្តែពិបាកខ្លាំងមែនទែនរកតែលុយចិញ្ចឹមជីវិតមិនសឹងគ្រប់នោះទេដែលបែបហ្នឹងហើយបានជាធ្វើឲ្យគីមព្យាយាមគ្រប់យ៉ាងដើម្បីស្វែងរកលុយមកជួយឪពុករបស់គេចង់ឲ្យឪពុករបស់គេនៅស្រួលម្ដងមានលុយចាយពេញមួយជីវិតមិនចាំបាច់ទៅរកលុយវេទនាទៀតណាហើយហ្នឹងឯងបន្ទាប់ពីនិយាយគ្នាអំពីជីវិតជាមួយនឹងម៉ាកហើយម៉ាកក៏បានត្រឡប់ផ្ទះវិញទៅជួបជាមួយនឹងហ៊ីយ៉ុងក៏បានយកកុំព្យូទ័រលោកជ័យយកមកឲ្យគាត់មើលដែលលោកជ័យរបស់គេធ្លាប់ផ្ញើសារទៅកាន់ម៉ាកជាច្រើនដែរនៅពេលដែលគេនៅរស់ចឹងហើយម៉ាកក៏បានយកអ៊ីមែលមកមើលក៏បានដឹងអំពីអតីតកាលថាម្ដាយរបស់គេពិតជាមានវិបត្តិសារីខ្លាំងណាស់ដែលបានយកម៉ាកទៅឲ្យគេចិញ្ចឹមតាមការពិតទៅគាត់មិនចង់នោះទេប៉ុន្តែដោយសារតែជីវភាពមិនអាចចិញ្ចឹមកូនបានក៏បានបណ្ដោយឲ្យគេយកកូនទៅចិញ្ចឹមទៅហើយវាក៏ជាវិបត្តិសារីរបស់គាត់ពេញមួយជីវិតតែម្ដងចឹងហើយនៅពេលដែលអាយុចុងក្រោយរបស់គាត់នឹងគាត់ក៏បានផ្ញើសារមួយចំនួនទៅស្វែងរកម៉ាកប៉ុន្តែមិនចំអ៊ីមែលរបស់ម៉ាកសោះនៅក្នុងអ៊ីមែលហ្នឹងគាត់បាននិយាយអំពីភាពយឺតយ៉ាប់របស់គាត់ដែលបានធ្វើឲ្យម៉ាកបាត់បង់ចេញពីជីវិតរបស់គាត់ហើយអ្វីដែលគាត់ចង់ឲ្យកូនប្រុសរបស់គាត់ដឹងគឺថាគាត់ពិតជាសុំទោសមែនដែលគាត់បានឲ្យម៉ាកទៅគេចិញ្ចឹមជាប់ជាមួយនឹងដែរនៅដង្ហើមចុងក្រោយរបស់គាត់ដែលគាត់ដេកលើគ្រែហ្នឹងគាត់ក៏ផ្សងប្រាថ្នាថាសុំតែជួបមុខរបស់ម៉ាកជាលើកចុងក្រោយបានហើយតែជាអកុសលគាត់មិនបានជួបកូននោះទេបែរជាស្លាប់មុនពេលដែលកូនប្រុសមកដល់ប្រទេសកូរ៉េទៅទៀតហើយមួយវិញទៀតបាននិយាយអំពីស៊ូមីវិញគឺស៊ូមីមិនមែនជាប្អូនស្រីចុងរបស់គេនោះទេតាមពិតទៅស៊ូមីគឺជាក្មេងកំព្រាម្នាក់ដែលបន្ទាប់ពីម្ដាយរបស់គេបានស្លាប់ទៅលោកយាយក៏អាណិតគេក៏បានយកគេមកចិញ្ចឹមគ្មានពាក់ព័ន្ធសាច់ឈាមជាមួយនឹងម៉ាកនោះទេម៉ាកលើហើយឈឺចាប់ផងអាណិតម្ដាយផងចឹងហើយបន្ទាប់ពីហ្នឹងសៃឡាំងក៏បានមកដល់គេក៏បានឲ្យស៊ូមីដឹកគេទៅមើលភ្នោរបស់ម្ដាយនៅពេលដែលមើលភ្នោរបស់ម្ដាយហើយគេក៏បានហៅស៊ូមីមកសួរនាំពាក់ព័ន្ធជាមួយរឿងកុហកហើយអ្វីបានជាមិនប្រាប់គេអំពីការពិតថាមិនមែនជាបងប្អូននឹងគ្នានិយាយគ្នាចលងទៅដោយសារខឹងខ្លាំងពេកគេក៏សម្រេចចិត្តចាក់ចេញចោលស៊ូមីដើម្បីត្រឡប់ទៅកាន់ប្រទេសអាមេរិកវិញគីមក៏ព្យាយាមទៅខាត់គេថាក៏មិនទាន់អាចទៅអីដោយសារតែគេត្រូវប្រកួត champion កាច់ដៃចឹងហើយចាំកាច់ដៃហើយចាំទៅក៏បានដែរម៉ាក់ថាគេនឹងទៅកាច់ដៃប៉ុន្តែគេពិតជាខកចិត្តខ្លាំងណាស់ដែលមិត្តភក្តិរបស់គេគីមយកគេមកប្រកួតគឺដើម្បីតែលុយតែចឹងហើយគេក៏បានត្រឡប់ទៅសម្រាប់វិញទៅតែបន្ទាប់ពីហ្នឹងទៅយើងក៏បានឃើញទស្សនភាពនៅជ្រុងម្ខាងទៀតដែលខំបោកំពូជើងឯកកាច់ដៃប្រចាំប្រទេសកូរ៉េក៏កំពុងតែซ้อมដើម្បីត្រៀមខ្លួនទៅប្រកួតនៅក្នុងពេលខាងមុខហើយជានឹងទៅទៀតយូនេះវិញក៏បានជួលបរិមម្នាក់ទៀតដែលមានឈ្មោះថា Ken ដែលមានមាឌធំខ្លាំងហើយពូកែកាច់ដៃខ្លាំងទៀតប្រវត្តិរបស់គាត់គឺថាគាត់មិនមែនកាច់ដៃធម្មតានោះទេគឺកាច់ដៃបំបាក់ចោលតែម្ដងមនុស្សជាច្រើនហើយដែលធ្លាប់បានរងគ្រោះដោយសារតែគាត់កាច់ដៃបំបាក់តែម្ដងប៉ុន្តែគាត់ក៏ត្រូវបានប៉ូលីសឃាត់ខ្លួនដោយសារតែបានចាក់ថ្នាំបើកម្លាំងដៃនៅពេលដែលទៅប្រកួតចង់ឲ្យបានជាខ្លាំងដល់ម្លឹងហ្នឹងហើយបន្ទាប់ពីត្រូវបានយូជួលហើយ Ken ក៏បានទៅซ้อมកាច់ដៃកាច់ឡាននឹងសឹងតែដាច់ខ្សែអស់ហើយបន្ទាប់ពីនឹងទៅបានមួយរយៈថ្ងៃនៃការប្រកួតក៏បានមកដល់បែកភាពប្រកួតក៏បានចូលទៅក្នុងទីតាំងប្រកួតហ្នឹងទៅហើយពេលហ្នឹងដែរនៅក្នុងផ្ទះរបស់ស៊ូមីនៅវិញក្មេងៗតែពីរនាក់ក៏អង្គុយនឹកលពូរបស់គេហើយក៏បានបើកទូរទស្សន៍សង្ឃឹមថាបានឃើញលពូកាច់ដៃប៉ុន្តែពេលហ្នឹងហ៊ីយ៉ុនក៏បានចាប់អារម្មណ៍ទៅកាន់មេដៃរបស់លពូដែលគេផ្លេចយកឲ្យពូណាចឹងហើយក៏បានយកលេសមួយហ្នឹងធ្វើដំណើរទៅកាន់ស្ថានីយ៍ប្រកួតដើម្បីទៅជួបជាមួយលពូតែម្ដងនាំ
គ្នាជាឡានក្រុងទៅពីអ្នកបងប្អូនតទៅពីនឹងទៅបានបន្តិចស៊ូមីក៏ត្រូវបានបំផាត់របស់គេម្នាក់តែប្រាប់គេអំពីកូនឲ្យទៅយកកូនផងប្រយ័ត្នបាត់ខ្លួនគេក៏បានប្រញាប់បិទហាងធ្វើដំណើរទៅស្វែងរកកូនទៅហើយដល់ពេលហ្នឹងយើងក៏បានឃើញទស្សនវិជ្ជានៅក្នុងទីតាំងប្រកួតបែកភាពគ្រប់គ្នាក៏បានដើរចូលមានដូចជា Ken ម៉ាកជាមួយនឹង Combo ត្រូវបានគេចាប់តាំងឲ្យទៅប្រកួតនៅក្នុង3ក្រុមផ្សេងគ្នាម្នាក់មួយក្រុមអញ្ចឹងណាចឹងហើយពួកគេក៏ចាប់ផ្ដើមបញ្ចេញស្នាដៃកាច់ដោយជំនាញរៀងៗខ្លួនគូថាម្នាក់កាច់ពុងឈ្នះជាបន្តរហូតដល់ទៅជុំ semi final ដែលបានន័យថាអ្នកទាំង3ទៅប្រកួតគ្នាហើយយ៉ាងណាក៏ដោយឆេងមិនសប្បាយចិត្តនោះទេនៅពេលដែលឃើញស្នាដៃរបស់ម៉ាខ្លាំងគិតថាម៉ាកអាចនឹងយកឈ្នះ Ken បានទៀតបើទោះបីជា Ken ខ្លាំងយ៉ាងហ្នឹងក៏ដោយចឹងហើយគេក៏បានប្រាប់ទៅកាន់យូថាធ្វើយ៉ាងណាក៏ដោយត្រូវតែឲ្យ Ken ចាញ់គេឲ្យបានគេមិនចង់ខាត់បងលុយនោះទេយូលឺចឹងដែរក៏បានទៅចាត់ការរឿងហ្នឹងដោយបាននាំអង្គការរបស់គេទៅជួបគ្នាជាមួយនឹងគីមដល់លុយឲ្យគីមរហូតដល់ទៅ$200,000ឯណោះដើម្បីបញ្ចុះបញ្ចូលឲ្យម៉ាកចោះចាញ់ការប្រកួត semi final ហ្នឹងទៅគីមក៏យល់ព្រមទទួលយកលុយមួយហ្នឹងហើយក៏បានទៅជួបគ្នាជាមួយនឹងម៉ាកគេថាបើសិនជាគីមព្រមធ្វើចាញ់ក្នុងការប្រកួតជុំ semi final ហ្នឹងពួកគេទទួលបានលុយ$200,000ដោះបំណុលក៏បានហើយយកទៅរស់នៅបានយ៉ាងងាយស្រួលទៀតផងប៉ុន្តែយ៉ាងក៏ដោយម៉ាកគិតថាវាមានតម្លៃស្មើនឹងពាក្យសន្យាដែលគាត់បានធ្វើដៃសន្យាជាមួយនឹងក្មួយស្រីរបស់គាត់ជូនហ៊ីនោះទេចាំមិនន័យថាគាត់មិនព្រមធ្វើចាញ់ទេណា I create to inspire. Idol. I confident. អញ្ចឹងហើយបន្ទាប់ពីហ្នឹងការប្រកួត semi final ក៏បានមកដល់ដែល Mark ត្រូវទៅប្រកួតគ្នាជាមួយនឹង Combo អ្នកទាំងពីរក៏បានកាច់ដោយគ្នាតឹងចុះឡើងទៅតែដូចយើងហ្នឹងហើយ Combo ធ្លាប់ចាញ់ក្រុមសម្ដែងរបស់ Mark ម្ដងហើយលើកហ្នឹងគេក៏មិនអាចយកឈ្នះ Mark នោះដែរក៏ត្រូវបាន Mark កាច់ឲ្យចាញ់ម្ដងទៀតគ្រប់គ្នាក៏បានស្រែកហៅឲ្យ Mark ខណៈដែល Yu នេះវិញមិនសប្បាយចិត្តនោះទេគេក៏បានទៅរករឿងគីមចង់វាយគីមទៅហើយប៉ុន្តែ Mark ក៏បានមកទាន់ក៏បានវាយពួកហ្នឹងជួយសង្គ្រោះគីមបានសម្រេចតែបន្ទាប់ពីហ្នឹងទៅគីមក៏បានភ្លេចអំពីរឿងលុយដឹងថាលុយគ្មានតម្លៃស្មើនឹងកិត្តិយសរបស់ Mark នោះទេគេក៏បានលើកទឹកចិត្ត Mark ថាធ្វើយ៉ាងណាក៏ដោយឈ្នះយក champion ឲ្យបាន Mark ក៏បានសន្យាជាមួយនឹងគេហើយក៏បានទៅប្រកួតនៅជុំ final ជាមួយនឹង Ken ការប្រកួតដំបូងឡើយគឺ Ken លេងល្បែងតែម្ដងកាច់ប្រឡែងហើយថែមទាំងបានឆ្លៀតកាច់មេដាយរបស់ Mark ទៀតផង Mark ក៏បានចាញ់ព្រៀបដោយសារតែឈឺមេដាយប៉ុន្តែនៅពេលដែលដៃរបស់គេដួលចុះទៅខាងក្រោមចិត្តចាញ់ទៅហើយគេក៏បានកលៃឃើញទឹកមុខមួយស្រីរបស់គេជូនហេដែលធ្លាប់ឲ្យគេសន្យាថាធ្វើជា champion កាច់ដៃឲ្យបាននឹងហើយពេលហ្នឹងកម្លាំងចិត្តរបស់គាត់ក៏បានត្រឡប់វិញគាត់ក៏បានប្រឹងមួយទំហឹងចុងក្រោយទាញដៃរបស់ Ken ឡើងមកលោកកាច់បោកជាមួយនឹងក្តារបានសម្រេចធ្វើឲ្យគាត់ឈ្នះក្នុងការប្រកួតហ្នឹងទៅគ្រប់គ្នាក៏បានស្រែកហូនឹងសឹងតែបន្ទុះ start ដែលនៅទីបំផុត Mark ក៏អាចខ្លាចទៅជា champion កាច់ដៃប្រចាំប្រទេសកូរ៉េលំដាប់ពិភពលោកបានហើយក្មួយស្រីក៏បានរត់ទៅឲ្យពូដោយសេចក្តីរំភើបខណៈដែលពូនេះវិញក៏បានហូរទឹកភ្នែកហើយក៏បាននិយាយនៅក្នុងកញ្ចក់ទូរទស្សន៍ថាគេស្រឡាញ់ម្ដាយរបស់គេខ្លាំងណាស់ហើយគេក៏ពិតជាចូលរួមសោកស្ដាយចំពោះការឈឺចាប់ដែលម្ដាយរបស់គេបានទទួលដោយសារតែមានវត្តមានរបស់គេដឹងថាគាត់ឈឺចាប់ខ្លាំងនៅពេលដែលប្រគល់កូនទៅឲ្យគេចិញ្ចឹមណាប៉ុន្តែគាត់គ្មានជំរឿបានជាគាត់ធ្វើបែបហ្នឹងសន្ទរកថាដ៏កំសត់របស់គេក៏បានធ្វើឲ្យទស្សនិកជនគ្រប់គ្នានៅក្នុងកន្លែងហ្នឹងហូរទឹកភ្នែកទាំងអស់គ្នាតែម្ដងតែបន្ទាប់ពីហ្នឹងទៅពួកគេក៏បានស្រែកហូរទាំងទឹកភ្នែកទៅឲ្យគាត់ដោយសារតែគាត់ទទួលបានមេដាយមាសចេញពីស្នាដៃរបស់គាត់ហើយសាច់រឿងក៏ត្រូវបានបញ្ចប់នៅត្រង់ចំណុចហ្នឹងដូចគ្នាដែលហ្នឹងឯងបងប្អូនទាំងគ្នាសាច់រឿងមួយហ្នឹងគឺមានតែប៉ុណ្្នឹងនឹងឯងវាក៏ជាសាច់រឿងដ៏ល្អមើលខ្លាំងមួយហើយថែមទាំងកំសត់ទៀតផងហើយបើសិនជាបងប្អូនទាំងអស់គ្នាចាប់អារម្មណ៍ចង់ទៅមើលសាច់រឿងពេញចង់ដឹងថាវាល្អមើលប៉ុណ្ណាហ្នឹងគឺអាចទៅមើលបានដោយ free នៅក្នុង app 24ហើយមានពិតជាអរគុណច្រើនខ្លាំងមែនទែនដែលបានតាមដានស្ដាប់វីដេអូមួយនេះរហូតដល់ចប់យើងចាំជួបគ្នានៅក្នុងវីដេអូក្រោយៗទៀតសុខសប្បាយទាំងអស់គ្នាជម្រាបលាបាយ